សូមអាស្រ័យចេញការមានដល់កណ្ដាលជំនុំពុទ្ធបរិស័ទអស់គ្នាសូមឲ្យបរិយាកាសរុងរឿងការវិចិត្រកម្មវិធីយើងត្រូវអត់ភាពត្រឡប់ទៅវិញសូមប្រកបដោយសុវត្ថិភាពសូមអនុមោទនានិងជូនដំណើរឲ្យដល់រដ្ឋបតីលោកអភិបាលសូមប្រទានវេទិកាដាក់សូមចាំត្រីkhi mà về là các thằng cao và tôi được các bạn không mong chi tại đại hoa sa tô sum phốt នៅអាគារសាលាឆាន់ហៅថាសាលាធម្មសភាដើម្បីដាក់ប្រើប្រាស់តាមផ្លូវពុទ្ធសាសនាដូចតទៅបាទសូមគ្រប់បរិបទនានិមន្តនិងគ្រប់អញ្ជើញសូមអង្គពិធីកំតាលបែកគ្នាដោយសារនៅបន្ទាប់ពីកាត់ខ្សែបូនេះនឹងបងគ្រូនីសវណ្ណនីរ៉េតមានចែកនៅសិភៅសិក្សាដល់សិស្សានុសិស្សជំ450នាក់បាទទៅយើងកំតាលបែកគ្នានៅរងចាំកាត់ទេបោះហើយសិននេះមកប្រមាណនេះមកចុះពីការបាទហើយនេះក៏ចូលតាមខ្សែបូបាទឆ្លងនេះឆ្លងសាលាឆាន់សាលានេះគោលការណ៍សាលាឆាន់បាទតទៅហើយវត្តមានដល់ដំទៅពោះរបស់បងគ្រូនេះមិនរួចតែជារដ្ឋបតីរួមជាមួយនឹងវត្តមានរបស់បាយដំរងត្រីហើយនឹងជាមួយនឹងអភិបាលស្រុកបារាយកំរងក្នុងនោះមានការជឿជាក់ពីវត្តមានរបស់លោកទាវហើយអាដាមលោកគ្រូក្នុងសិក្សាសាស្ត្របរិស័ទអស់ខាងណាមើលការតាមគេជួបការមុនគេគឺមហាបាសិកាមេចិន្តាបាទមហាបាសិកាមេចិន្តាកាត់មុនគេសូមបន្តពីមហាបាសិកាមេចិន្តាឧបាសកយន្តអរគុណទៅបាទសូមយន្តបាសកយន្តបាសកសេកផាតបាសកសេកផាតសេកផាតរបស់ពិសេសផាតញោមមីតាបាទតែតែគេហៅមកគេមិនហៅថាសូមទីបានដល់បាទក៏សេកផាតញោមមីតានឹងញោមធំស្រីនុកនិងស្វាមីបន្ទាប់ពីញោមធំស្រីនុកនិងស្វាមីដែលខកវត្តនៈវត្តណាជ័យបណ្ឌិតពុទ្ធចេតោបន្ទាប់ពីវត្តគ្រូចេតោគឺលោកវិធមមនវិនបន្ទាប់ពីលោកវិធមមនវិនបងគ្រូចក្រការស្ដីទីអូនលឿនបន្ទាប់ពីបងគ្រូចក្រការស្ដីទីបងគ្រូព្រះចរិយាអ្នកព្រះគ្រូព្រះគ្រូអនុវត្តต่อมาលោកអាបារងកបរាយសុមនីប
បន្ទាប់ពីលោកអភិបាលរងលោកធនទាំងថៃអភិបាលនៃគណៈបាលស្រុកបារាយណ៍បន្ទាប់ក្រុមជ័យអាដាមនីពលីសូមប្រធានវេទិកាដាក់សូមចាំត្រៀមរកប្រធានបន្ទាប់មកគឺនិមន្តផ្នែកខាងក្រោយបានគ្រូទីសមាននេះទេបាទមកដល់នេះเราจะที่เราเคยได้การของเราของครูการหาสมองที่ได้อวสโตសូមអាស្រ័យចេញព្រោះការមានដល់កណ្ណាជាពុទ្ធបរិស័ទអស់នេះសូមឲ្យបរិជានិច្ចរុងរឿងការវិចិត្រកម្មវិធីក្រៅលំលប់នៃសន្តិភាពរីកចម្រើនគ្រប់វិស័យយន្តទៅវាំងយន្តទៅវាំងយន្តទៅវាំងอย่าโดนមានទឹកគុណថាដំណើរឲ្យលោកគ្រូនៃសាលាបឋមសិក្សាវត្តសេរីសុភ័ណ្ឌព្រមទាំងលោកគ្រូនៃវិទ្យាល័យដំណើរឲ្យសិស្សានុសិស្សសូមក្រាបថ្វាយបង្គំអរគុណនៅបរិយាអំណោយរបស់បងគ្រូនីសវណ្ណនីរ៉េតនៅសិភៅនិងអំណោយរបស់ឯកឧត្តមរបស់លោកអភិបាលដែលបានចែកជូន
ដល់បងប្អូនសិស្សានុសិស្សទាំងសូមប្រគេនគោអង្គគ្រូមានរិទ្ធិសុខភាពល្អបរិបូរណ៍ព្រះកាយពលមមួននិងជនអាយុយឺនយូរដើម្បីបន្តនៅការគ្រប់គ្រងវិស័យពុទ្ធសាសនារបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងក៏ដូចជាបានបន្តនៅសកម្មភាពដ៏ល្អដូចសពថ្ងៃនេះគឺសកម្មភាពដែលបានជួយទីការងារនៅក្នុងសង្គមហើយមានការលើកឡើងចំពោះជនប្រផាត់ពីគាត់អត់មានការរួមចំណែកដ៏ធំជាមួយនឹងកាកបាទកំហល់កម្ពុជាចែកចម្លើយគ្រប់ខេត្តគ្រប់ក្រុងក្រុងសូមឲ្យព្រះអង្គធ្វើដំណើរនិវត្តន៍ត្រឡប់ទៅវិញទៅចូលតាមលោកអាកាសសូមឲ្យទេវតាដែលជាអាកាសទេវតាមកនាំនិងទ្រទ្រង់នៅការធ្វើដំណើរនិវត្តន៍របស់ព្រះអង្គត្រឡប់ទៅវិញសូមប្រកបដោយសុវត្ថិភាពសូមអនុមោទនានិងជូនដំណើរឲ្យដល់រដ្ឋបតីលោកអភិបាល